បាទជំរាបសួរកូនទាំងអស់គ្នាថ្ងៃនេះយើងនឹងចូលរៀននៅមេរៀនដំបូងនៃថ្នាក់ដំបូងឆ្នាំដំបូងរបស់យើងកូនបានឈានជើងចូលមកក្នុងថ្នាក់ទី1ដែលជាថ្នាក់មូលដ្ឋានគ្រឹះសម្រាប់ឲ្យកូនអភិវឌ្ឍចំណេះដឹងឲ្យកាន់តែល្អប្រសើរមែនហើយក្នុងមេរៀនដំបូងនេះគឺជាគ្រឹះដ៏រឹងមាំបំផុតជាថ្នាលដ៏ល្អបំផុតសម្រាប់ឲ្យកូនមាននៅបង្អែកមាននៅទីសំអាងមាននៅមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍនៅការសរសេរអានបាទឥឡូវកុំឲ្យខាតពេលខ្ញុំសូមលើកយកនៅមេរៀនទី1គឺការគូសបន្ទាត់និងខ្សែកោងបាទកូនស្គាល់បន្ទាត់ទេកូនស្គាល់ខ្សែកោងទេចឹងកូនត្រូវចាំបន្ទាត់គឺត្រង់ខ្សែកោងគឺមានកំណោងបាទដូចដាក់រូបនេះអញ្ចឹងណាបន្ទាត់គឺត្រង់គូសត្រង់គឺហៅថាបន្ទាត់ឯខ្សែកោងគឺយើងគូសជាកំណោងបាទចឹងកុំឲ្យខាតពេលដើម្បីរៀនគូសបន្ទាត់និងខ្សែកោងកូនចាប់យកនៅក្តារឈ្នួននិងដីសយកមកកាន់រួចនឹងធ្វើតាមលោកគ្រូបាទកូនមិនកាន់យកក្តារឈ្នួននិងដីសទេកូនអាចយកសៀវភៅសរសេរនិងខ្មៅដៃយកមកកាន់បើកសៀវភៅមកហើយយកខ្មៅដៃត្រៀមបាទដៃឆ្វេងកាន់សៀវភៅដៃស្ដាំកាន់ខ្មៅដៃបើកូនប្រើក្តារឈ្នួនកូនយកដៃឆ្វេងរបស់កូនកាន់ក្តារឈ្នួនហើយយកដៃស្ដាំកាន់ដីសបាទឥឡូវកូនស្គាល់ហើយកូនត្រៀមរួចហើយកូនអាចនឹងចាប់ផ្ដើមគូសតាមលោកគ្រូណាបាទឥឡូវយើងចាប់ផ្ដើមគូសបន្ទាត់ទី1គូសបន្ទាត់ផ្ដេកគឺគូសពីឆ្វេងទៅស្ដាំបាទពីឆ្វេងទៅស្ដាំណាឥឡូវយើងចាប់ផ្ដើមគូសគូសត្រង់ផ្ដេកពីឆ្វេងទៅស្ដាំបាទអូខេបាទបន្តមកទៀតយើងចាប់ផ្ដើមគូសបន្ទាត់បញ្ឈរពីក្រោមឡើងលើបាទកូនគូសអូខេឥឡូវយើងចាប់ផ្ដើមគូសបន្ទាត់បញ្ឈរមួយទៀតគឺពីលើចុះក្រោមបាទអូខេកូនគូសបានហើយឥឡូវកូនអាចបើកូនសរសេរនៅលើក្តារឈ្នួនកូនអាចលុបវាហើយកូនចាប់ផ្ដើមគូសម្ដងទៀតគឺពីឆ្វេងទៅស្ដាំផ្ដេកពីក្រោមឡើងលើគូសបន្ទាត់ពីឈរគូសពីលើចុះក្រោមបន្ទាត់បញ្ឈរបាទអូខេកូនសាកល្បងវាបាទឥឡូវយើងចាប់ផ្ដើមគូសបន្ទាត់បញ្ឆិតម្ដងបញ្ឆិតឡើងលើណាគូសបន្ទាត់បញ្ឆិតឡើងលើបញ្ឆិតចុះក្រោមអូខេណាអូខេចាប់ផ្ដើមបញ្ឆិតឡើងលើគូសត្រង់បញ្ឆិតឡើងលើគូសបញ្ឆិតចុះក្រោមណាភ្ជាប់ទៅវិញបញ្ឆិតឡើងលើណាគូសបញ្ឆិតចុះក្រោមបាទឥឡូវកូនអាចគូសវាបានយ៉ាងល្អកូនអាចសាកល្បងគូសម្ដងទៀតបាទបញ្ឆិតឡើងលើចុះក្រោមឡើងលើចុះក្រោមឡើងលើចុះក្រោមបាទអស្ចារ្យណាស់
កូនធ្វើបានល្អពេលនេះកូនបានគូវាដោយជោគជ័យហើយឥឡូវយើងបន្តទៅមុខទៀតណាបាទនេះគឺជារូបភាពមួយហើយកូនត្រូវព្យាយាមគូសប៉ុន្តែវាជាគំនូកបន្ទាត់ទេគូសដូចគ្នាណាចាប់ផ្ដើមធ្វើតាមលោកគ្រូមកគូសបន្ទាត់បញ្ឈរពីលើចុះក្រោមគូសបន្ទាត់បញ្ឆិតពីក្រោមឡើងលើគូសបន្ទាត់បញ្ឆិតពីលើចុះក្រោមគូសបន្ទាត់បញ្ឆិតពីក្រោមឡើងលើបាទឥឡូវយើងចាប់ផ្ដើមគូសរូបទី2ណាគូសបន្ទាត់ពីក្រោមឡើងលើគំនូសត្រង់គូសបញ្ឆិតពីលើចុះក្រោមភ្ជាប់គូសបញ្ឆិតពីក្រោមឡើងទៅលើគូសបន្ទាត់បាទពីលើចុះក្រោមត្រង់អូខេបាទសាកល្បងម្ដងទៀតពីក្រោមឡើងលើបាទពីលើចុះក្រោមណាបញ្ឆិតពីក្រោមឡើងលើបញ្ឆិតពីលើចុះក្រោមណាគូសត្រង់ឡើងទៅលើអូខេបាទគំនូសមួយទៀតពីក្រោមឡើងលើបញ្ឆិតពីលើចុះក្រោមគូសបញ្ឆិតពីក្រោមឡើងលើគូសត្រង់ពីលើចុះក្រោមបាទកូនបានធ្វើវាយ៉ាងល្អថ្ងៃនេះកូនបានគូសបន្ទាត់បានយ៉ាងល្អណាស់ស្អាតនេះជាគំនូសដែលកូនបានធ្វើវាល្អមែនទែនម៉ាក់ប៉ាពិតជាសប្បាយចិត្តនៅពេលដែលឃើញកូនធ្វើដូច្នេះបាទកូនធ្វើបានល្អណាស់រូបរបស់កូនបន្ទាត់របស់កូនពិតជាស្អាតមែនទែនកូនអាចធ្វើវាបានយ៉ាងដូចនេះពិតជាល្អណាស់បាទនឹងហើយកូនធ្វើបានល្អណាស់ឥឡូវយើងចាប់ផ្ដើមគូសបន្ទាត់ម្ដងទៀតណាគូសត្រង់ពីក្រោមឡើងលើគូសត្រង់ផ្ដេកពីឆ្វេងទៅស្ដាំគូសត្រង់ពីលើចុះក្រោមអូខេឥឡូវកូនគូសបន្ទាត់ម្ដងទៀតគូសត្រង់ពីលើចុះក្រោមបន្ទាត់ផ្ដេកពីឆ្វេងទៅស្ដាំត្រង់បាទគូសត្រង់ពីក្រោមឡើងលើបាទនេះជាគំនូសបន្ទាត់បាទកូនរៀនសាកល្បងគូសដោយខ្លួនឯងអូខេគូសគូសទី1ហ្នឹងហើយអូខេបាទអរគុណណាកូនគូសបានល្អហើយស្អាតណាស់បាទកូនធ្វើបានផ្ទះដៃអបអរសាទរមួយការគូសបន្ទាត់របស់កូនគឺបានបញ្ចប់វាឥឡូវកូនសាកល្បងព្យាយាមជាមួយនឹងលោកគ្រូនៅការគូសខ្សែកោងម្ដងណាបាទកូនឃើញទេបាទខ្សែកោងគឺមានកំណោងនេះកោងរាងមូលណារាងកោងឥឡូវកូនចាប់ផ្ដើមគូសកំណោងជាមួយលោកគ្រូណាបាទកោងពីលើកោងមកក្រោមខាងស្ដាំបាទរួចកោងឡើងទៅលើវិញបាទអូខេនេះចាប់ផ្ដើមកោងពីលើបាទកោងពីលើមកស្ដាំចុះក្រោមរួចកោងឡើងទៅលើវិញអូខេកោងពីក្រោមឡើងទៅលើកោងពីលើចុះមកក្រោមវិញអូខេឥឡូវយើងចាប់ផ្ដើមគូសទី2កោងពីក្រោមឡើងទៅលើកោងពីក្រោម បាទកោងពីលើចុះក្រោមរួចកោងពីក្រោមឡើងលើកោងពីលើចុះមកក្រោមវិញអូខេបាទផ្ទះដៃអស្ចារ្យមួយបាទកូនបានធ្វើវាយ៉ាងល្អថ្ងៃនេះកូនធ្វើវាបានយ៉ាងស្អាតបាទហ្នឹងហើយកូនគូសបានស្អាតណាស់ឥឡូវកូនសាកល្បងព្យាយាមគូសវាដោយខ្លួនឯងបាទចំនួនម្ដងហើយម្ដងទៀតកូនរៀនគូសបន្ទាត់នឹងខ្សែកោងនេះឲ្យបានច្រើននៅក្នុងសៀវភៅលំហាត់របស់កូនឬនៅក្នុងក្តារឈ្នួនដែលកូនកំពុងកាន់កូនគូសឲ្យលុបបាទមានន័យថាកូនបានចងចាំវាកូនបានធ្វើវាយ៉ាងល្អកូនធ្វើវាបានយ៉ាងត្រឹមត្រូវ
លោកគ្រូអ្នកគ្រូសប្បាយចិត្តណាស់បាទដែលឃើញកូនព្យាយាមគូយ៉ាងនេះមិត្តភ័ក្តិរបស់កូនពិតជាសប្បាយចិត្តនិងសរសើរកូនថាឆ្លាតថាពូកែមិត្តភ័ក្តិដ៏ល្អមែនហើយម៉ាក់ប៉ារបស់កូនពិតជាសប្បាយចិត្តណាស់ដែលឃើញកូនអាចធ្វើវាបានយ៉ាងល្អនៅអ្វីដែលកូនមិនធ្លាប់ធ្វើនៅក្នុងការសិក្សាមួយនេះខ្សែបន្ទាត់និងខ្សែកោងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យកូនចេះសរសេរអក្សរបាទកូនរៀនធ្វើដំបូងកូនមិនទាន់ចេះសរសេរអក្សរពិតមែនក្រោយពីកូនចាប់ផ្ដើមគូសបន្ទាត់នេះហើយកូននឹងអាចចាប់ផ្ដើមចេះសរសេរអក្សរនៅថ្ងៃបន្ទាប់តាមទម្រង់ដែលលោកគ្រូអ្នកគ្រូបានបង្រៀនមែនហើយឥឡូវនេះកូនគូសវាគូសបន្ទាត់កូនស្គាល់បន្ទាត់កូនដឹងអំពីខ្សែកោងកូនស្គាល់ខ្សែកោងកូនអាចគូសបន្ទាត់កូនអាចគូសខ្សែកោងបានពិតជាអស្ចារ្យមែនបាទលោកគ្រូសូមជូនពរឲ្យកូនមាននៅសិរីសួស្តីពិតមែនហើយសិរីសួស្តីកើតមានដល់កូនពិតជាអស្ចារ្យណាស់កូនអាចធ្វើបានក្រោយពីសម្រាកបញ្ចប់ពីការរៀនតាមលោកគ្រូទៅកូនអាចគូសវានៅមេរៀនខ្សែកោងនេះបាទឲ្យបានច្រើនលើកច្រើនសារដូចអ្វីដែលលោកគ្រូបានណែនាំខាងដើមកូនពិតជាឆ្លាតកូនអាចធ្វើបានម៉ាក់ប៉ានឹងសប្បាយចិត្តពេលកូនមិនអាចចងចាំអ្វីដែលលោកគ្រូបានណែនាំកូនអាចស្ដាប់វាសារឡើងវិញមែនហើយកូនធ្វើវាបានល្អណាស់កូនគូសបានវាយ៉ាងច្រើនពិតណាស់គូសយ៉ាងច្រើនអរគុណសូមសេរីសួស្តី